ជំរាបសួរបងប្អូនប្រិយមិត្តជាទីរាប់អានបើយើងឃើញហើយថាក្រោយពីមានការដាក់បន្តឹងរបាំងពន្ធបន្ថែមរបស់សហរដ្ឋអាមេរិកដោយរដ្ឋបាលលោក Donald Trump បងប្អូនគឺថាមានប្រទេសជាច្រើនបានទៅតាក់ទងសហរដ្ឋអាមេរិកបាទជាពិសេសគឺប្រទេសដែលមានទំនោរទៅសហរដ្ឋអាមេរិកតែម្ដងហើយប្រទេសដែលធ្លាប់រកស៊ីធំបាទដូចជាថៃបាទអាស៊ីយើងមានថៃមានកូរ៉េបាទមានជប៉ុនហើយក៏មានឥណ្ឌាដែរបងប្អូនគឺបានទំនាក់ទំនងទៅបងធំរបស់សហរដ្ឋអាមេរិកតែម្ដងគឺដើម្បីឲ្យមានការបន្ធូរបន្ថយពន្ធហើយយើងមានព័ត៌មានថ្មីទៀតបងប្អូនគឺថាក្រោយពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping ដែលបានធ្វើដំណើរនៅជុំវិញអាស៊ីដែលមានប្រទេស3គឺប្រទេសវៀតណាមម៉ាឡេស៊ីកម្ពុជាបើក្រោយពីមានគេហៅថាដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឯប្រទេសអាស៊ីទាំង3នេះមកបាទគឺថាសហរដ្ឋអាមេរិកគឺមានការខឹងសម្បារណាស់បងប្អូនមានការខឹងសម្បារទៅនឹងប្រទេសទាំង3ក៏ដូចជាប្រទេសចិនផងដែរពីព្រោះសហរដ្ឋអាមេរិករដ្ឋបាលលោក Donald Trump នេះបានមើលឃើញថាចិនបាទមិនបានទៅឲ្យនំទោនទៅសហរដ្ឋអាមេរិកទេបាទមិនបានបញ្ជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏ដូចជាឧស្សាហកម្មទៅចរចាអំពីរបាំងពន្ធនៅសហរដ្ឋអាមេរិកទេបាទចិនដាក់វិធានការដូចគ្នាជាមួយនឹងសហរដ្ឋអាមេរិកគឺថាបើសិនជាសហរដ្ឋអាមេរិកដាក់របាំងពន្ធប៉ុន្មានគឺចិនដាក់របាំងពន្ធប៉ុណ្ណឹងក៏ប៉ុន្តែគ្រាន់តែចិនដើរជំហានក្រោយបានន័យថាចិនឲ្យសហរដ្ឋអាមេរិកដើរជើងមុខហើយចិនគឺជាអ្នកដើរជើងក្រោយបាទយើងឃើញហើយកន្លងមកគឺសហរដ្ឋអាមេរិកបានប្រកាសពន្ធទូទាំងពិភពលោកបងប្អូនទូទាំងពិភពលោកបាទក្នុងនោះគឺចិនគឺទទួលបានរបាំងពន្ធធ្ងន់ធ្ងរបំផុតបងប្អូនធ្ងន់ធ្ងរបំផុតគឺច្រើនណាស់បងប្អូនហើយអ្នកទី2លើពិភពលោកបន្ទាប់ពីចិនបាទគឺអាស៊ីនេះគឺកម្ពុជាតែម្ដងបាននាំមុខទី2បាទដែលទទួលបានការដំឡើងពន្ធច្រើនបន្ទាប់ពីចិនបាទគឺចិនមកដល់ពេលនេះគឺឡើងដល់245%ហើយនាំមុខទី2បន្ទាប់ពីចិនបាទគឺកម្ពុជាតែម្ដងបងប្អូន49%ហើយបន្ទាប់ពីកម្ពុជាគឺវៀតណាមបង46%បើយើងមានឃើញព័ត៌មានថ្មីមួយទៀតបងប្អូនបន្ទាប់ពីប្រទេសចិនបាទលោកប្រធានាធិបតី Xi Jinping បាទលោកទៅតំបន់អាស៊ីនោះគឺថាសហរដ្ឋអាមេរិកគឺមានការប្រែប្រួលទៀតហើយបងប្អូនគឺដំឡើងពន្ធបងប្អូនដំឡើងពន្ធទៅនឹងប្រទេស4នៅក្នុងអាស៊ីបងប្អូនបាទប្រទេស4នៅក្នុងអាស៊ីនោះក្នុងនោះគឺមានប្រទេសកម្ពុជាផងដែរបាទកម្ពុជាថៃវៀតណាមបងប្អូនបាទហើយនិងម៉ាឡេស៊ីបាទគឺថាសហរដ្ឋអាមេរិកនោះគឺហាក់បីដូចជាផ្ទះកំភ្លៀងអាស៊ីបាទន័យថា South East Asia នេះតែម្ដងគឺដោយដំឡើងពន្ធបងប្អូនដោយដំឡើងពន្ធច្រើនណាស់បងប្អូនគឺការដំឡើងពន្ធនេះគឺដំឡើងពន្ធសូឡាបងប្អូនបាទគឺកម្ពុជានឹងគឺត្រូវបានសហរដ្ឋអាមេរិកដំឡើងពន្ធ3500បាទ21%របាយការណ៍នេះគឺចេញនៅថ្ងៃទី22ម្សិលមិញបងប្អូនម៉ោងប្រហែលជា5ល្ងាចបាទចេញផ្សាយដោយ San Francisco តែម្ដងបាទនៅសហរដ្ឋអាមេរិកគឺដំឡើងពន្ធសូឡាបងប្អូនដំឡើងពន្ធសូឡាកម្ពុជានោះគឺ3521%អស្ចារ្យមែនទែនបងប្អូនប្រវត្តិសាស្ត្រហើយមិនដែលមានទេបងប្អូនបាទនេះគឺជាតំណែងតែសូឡាទេបងប្អូនណាហើយកាលពីថ្ងៃទី21បាទក៏បានប្រកាសពន្ធចំពោះប្រទេសវៀតណាមម៉ាឡេស៊ីថៃឡែនផងដែរបាទតាក់ទងទៅនឹងរោងចក្រសូឡាបាទដែលសហរដ្ឋអាមេរិករកឃើញថារោងចក្រទាំងអស់នោះគឺមិនបានផលិតបាទមិនបានផលិតដោយប្រទេសកម្ពុជាប្រទេសវៀតណាមប្រទេសម៉ាឡេស៊ីក៏ដូចជាប្រទេសថៃទេបាទសូមជម្រាបបងប្អូនថាពន្ធដែលត្រូវដំឡើងនៅឯប្រទេសកម្ពុជាដែលនាំសូឡាចូលសហរដ្ឋអាមេរិកនេះគឺ3521ចំណែកឯប្រទេសផ្សេងទៀតបងប្អូនដូចជាប្រទេសថៃបងប្អូនប្រទេសថៃគឺត្រូវបានដំឡើងពន្ធរហូតដល់375.2%បាទភាគរយតាក់ទងទៅនឹងការនាំសូឡាចូលប្រទេសសហរដ្ឋអាមេរិក
បើចំណែកឯវៀតណាមបងប្អូនវៀតណាមគឺ395.9%ហើយទាបជាងគេគឺម៉ាឡេស៊ីគឺ34.4%ទេហើយអ្វីដែលសហរដ្ឋអាមេរិកបានដំឡើងពន្ធនេះគឺថាកម្ពុជាគុណនឹង10បាទគុណនឹង10ចំពោះប្រទេសថៃប្រទេសម៉ាឡេស៊ីក៏ដូចជាប្រទេសវៀតណាមបាទកម្ពុជាគុណនឹង10បើក្រោយមានដំណើរទស្សនកិច្ចថ្មីបងប្អូនបានដឹងហើយថាពិភពលោកគេបានឃើញបាទគេបានតាមដានសកម្មភាពភូមិសាស្ត្រនយោបាយខ្លាំងណាស់បងប្អូនជាពិសេសគឺសហរដ្ឋអាមេរិកនិងចិនតែម្ដងហើយសហរដ្ឋអាមេរិកនេះគឺតាមដានចិនបើចិនគឺតាមដានសហរដ្ឋអាមេរិកហើយថ្មីនេះបន្ទាប់ពីពិភពលោកទទួលរងគេហៅថារបាំងពន្ធដ៏ធ្ងន់ធ្ងរបន្ថែមនោះគឺគួបជួនបាទលោកប្រធានាធិបតីស៊ីជីនពីងបានធ្វើដំណើរទស្សនកិច្ចនោះគឺមកប្រទេសកម្ពុជាមកប្រទេសវៀតណាមមកប្រទេសម៉ាឡេស៊ីបាទដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋបងប្អូនត្រូវបានអញ្ជើញដោយព្រះមហាក្សត្រកម្ពុជាបាទគឺគម្រោងគេមានយូរហើយបងប្អូនក៏ប៉ុន្តែនៅពេលដែលដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះបានមកដល់ប្រទេសកម្ពុជាបាទវាបន្ទាប់ពីលោក Donald Trump បានដាក់របាំងពន្ធដ៏ធ្ងន់ធ្ងរទៅលើពិភពលោកនោះបាទគឺគាត់បានមើលឃើញថាអាស៊ីត្រូវបានបន្ថែមពន្ធ3ទៀតបងប្អូន4ប្រទេសទៀតគឺការនាំសូឡាចូលហើយការនាំសូឡាចូលនេះបងប្អូនគឺដោយសារតែរដ្ឋបាលលោក Joe Biden បាទអតីតរដ្ឋបាលលោក Joe Biden នោះគឺគេបានស៊ើបអង្កេតឃើញថាវា unfair បងប្អូនវាអត់ស្មើភាពទេគឺគេបានរកឃើញថាប្រទេសវៀតណាមកម្ពុជាម៉ាឡេថៃនេះគឺបានដាក់តម្លៃនាំចូលតម្លៃដែលសូឡានឹងវាទាបដើម្បីទម្លាក់ពន្ធបងប្អូនបាទក៏ប៉ុន្តែអ្វីដែលយើងអស្ចារ្យបំផុតដែលយើងគិតថាសហរដ្ឋអាមេរិកនេះកំពុងតែបាទធ្វើបាបប្រទេសតូចនោះគឺកម្ពុជាតែម្ដងបងប្អូនគឺធ្ងន់ធ្ងរជាងគេតែម្ដងគឺ3521%វាអស្ចារ្យមែនទែនបងប្អូនការនាំសូឡាចូលទៅសហរដ្ឋអាមេរិកបាទយើងសូមអរគុណបងប្អូនដែលបានតាមដានព័ត៌មានភូមិសាស្ត្រនយោបាយនេះបាទសូមអរគុណសូមជម្រាបលា